សួស្តីបងប្អូនអរគ្នាក្នុងថ្ងៃផងដែរខ្ញុំមានម៉ាក Kawasaki មួយគ្រឿងយកមកធ្វើបទបង្ហាញជូនបងប្អូន Kawasaki មិនមែនជាប្រភេទម៉ូតូធំទេបងប្អូនប៉ុន្តែគឺជាប្រភេទរឡូបងប្អូនអញ្ចឹងមកតាមដានវីដេអូរបស់គ្នាតើខ្ញុំនិយាយអ្វីខ្លះអំពីរឡូម៉ាក Kawasaki មួយគ្រឿងនេះបាទបងប្អូននេះដោយនៅខាងក្រោយខ្នងខ្ញុំនេះបងប្អូនអាចដឹងថាគឺជារឡូម៉ាក Kawasaki K12A បងប្អូនដោយរឡូមួយគ្រឿងនេះបំពាក់ដោយម៉ាស៊ីន EV Voice 4ម៉ាស៊ីនដែលវាអាចបកក្នុងល្បឿន16គីឡូម៉ែត្រក្នុង1ម៉ោងនិងទម្ងន់របស់វាមានទម្ងន់ចំនួន12តោនបងប្អូននិងមួយវិញទៀតបងប្អូនអាចក៏លេខមកមើលម៉ាស៊ីនរបស់វាក៏ដូចជាបូមរបស់វាបងប្អូនគឺថាមិនមានការលេចជ្រាបនោះទេសំណុំដើមទាំងអស់ស្អាតមកពីប្រទេសជប៉ុនចំតែម្ដងនិងរឿងអ្វីដែលសំខាន់នោះបងប្អូនហេតុអ្វីបានជាគេនិយមប្រើប្រាស់ម៉ាស៊ីន EV Voice បងប្អូនព្រោះតែម៉ាស៊ីន EV Voice គឺជាប្រភេទម៉ាស៊ីនធន់ស្រួលប្រើប្រាស់និងងាយស្រួលជួសជុលបាទបងប្អូនគ្នាពេលនេះយើងត្រឡប់មកមើលរឡូនេះទាំងអស់គ្នាដែលយើងមើលត្រឹមតែកម្រាស់កង់របស់វាបងប្អូនខ្ញុំដាក់មេដៃទៅចង់មួយខ្នាំងដៃលឺផងបងប្អូនចង់និយាយថារឡូនេះគឺគេប្រើតិចមែនតែននិងយើងមើលតួវាមួយជុំតែម្ដងទៅទាំងកង់មុខនិងកង់ក្រោយប្រឡោះកង់ចង្កេះនិងសាច់ថ្នាំរបស់វាគឺយើងអាចដឹងថាគេប្រើតិចមែនតែនបងប្អូនដោយសាកហ្វីរបស់វាក៏ដូចជាផ្នែកផ្សេងគឺថានៅភាគរយពោះបងប្អូនយកទៅប្រើប្រាស់ពោពេញដោយទំនុកចិត្តតើបងប្អូននេះពេលនេះកុំឲ្យខាតពេលយូរយើងឡើងមកមើលរឡូខាងលើទាំងអស់គ្នាតើមានអ្វីប្លែកនិងខុសគ្នាត្រង់ណាខ្លះបាទបងប្អូននេះពេលនេះយើងឡើងមកលើរឡូទាំងអស់គ្នាដោយវាមានកញ្ចក់មើលឆ្វេងស្ដាំក៏ដូចជាកញ្ចក់មើលកង់ទាំងឆ្វេងទាំងស្ដាំនៅពេលយើងចង់កិនពិតខាងឆ្វេងយើងទៅបើកនៅខាងឆ្វេងនៅពេលដែលយើងចង់កិនពិតនៅខាងស្ដាំគឺយើងមកកាច់ចង្កូតនិងបញ្ជានៅខាងស្ដាំគឺងាយស្រួលមែនតើសូមអរគុណបងប្អូនគ្នាបានតាមដានវីដេអូមួយនេះសិនជាបងប្អូនអរគ្នាចាប់អារម្មណ៍ទៅលើរឡូមួយគ្រឿងខាងក្រោយខ្ញុំនេះកុំភ្លេចតាក់ទងមកក្រុមការងាររបស់ពួកយើងបងប្អូនរឡូមួយគ្រឿងនេះធានាជូនបងប្អូនស្អាតមកពីប្រទេសជប៉ុនចំនិងមួយវិញទៀតតម្លៃពិសេសជូនបងប្អូននិងអ្វីរត់តែពិសេសទៀតនោះគឺថាService 410សពគ្រប់មុននឹងបកគោលជូនបងប្អូនយកទៅប្រើប្រាស់ជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ